ខ្ញុំសរសើរការសកម្មនៅស្រុកកូរ៉េមែនតើបងប្អូនហើយខែហ្នឹងខែវស្សាខែបងប្អូនមិនដែលគាត់ថាអត់មានភ្លៀងទេឥឡូវមួយរយៈហ្នឹងគឺអត់ឃើញភ្លៀងទេប៉ុន្តែមើលទឹកស្រែបងប្អូនទឹកវាស្រែគេបងប្អូនពេញស្រែទាំងអស់អត់មានភ្លៀងទេណាបងប្អូនប៉ុន្តែទឹកគេពេញស្រែព្រោះឯដោយសារគេមានប្រព័ន្ធបន្លាយទឹកគេបងប្អូនមានជាចំខ្វាត់ខ្វែងទាំងអស់ហ្មងក៏ពេលនេះគ្រាន់តែរបៀបថាបើកតែឆ្នុកមកគឺទឹកហូរចូលពេញស្រែល្វឹងល្វើយទាំងអស់គ្រប់ស្រែគេធ្វើស្រែគឺអត់មានលើយទេហ្មងលើយថាបូមទឹកបូមអីទេនៅនេះដកតែឆ្នុកមកគឺហូរចូលពេញស្រែហើយប្រព័ន្ធបន្លាយទឹកទំនប់ទឹកគេហ្នឹងបងប្អូនគឺគេធ្វើញញឹមសឹងគ្រប់កន្លែងទាំងអស់ផ្ទៃពេញផ្ទៃប្រទេសកូរ៉េគឺកន្លែងណាក៏មានកសិកម្មស្រុកគេនេះបងប្អូនហើយទំនើបមែនតើហើយញចំគឺជឿនលឿនហ្នឹងបងប្អូនគេធ្វើអញ្ចឹងទៅគឺងាយស្រួលដល់កសិករគេមែនតើហើយបន្លាយទឹកនេះគេតែធ្វើទេបងប្អូនតែធ្វើឆ្នាំមុនទេខ្ញុំធ្វើឲ្យបងប្អូនមើលបន្លាយធំណាបងប្អូនមើលអញ្ចឹងគឺឃើញទូចបន្លែចុះតែក្រោមគឺជ្រៅមែនតើជ្រៅហើយធំដល់ខែហ្នឹងគឺគេចាប់បានប្រហោបងប្អូនហើយជាមួយខ្ញុំទៅថតដល់ខាងមុខទៀតគឺកន្លែងដែលថាដូចម៉ាស៊ីនគេកន្លែងច្បារម៉ាស៊ីនគេដាក់ចែកទឹកទៅបន្តទៀតអញ្ចឹងបងប្អូនតាមនិយាយចំតាមបែកតាមនិយាយថាស្រុកមួយភូមិមួយឃុំមួយគឺគេមានចែកតំបន់ចែកប្រឡោះគ្នាអញ្ចឹងណាបងអញ្ចឹងខ្ញុំនាំបងប្អូនទៅមើលទឹកទៀតនៅខាងមុខទៀតកន្លែងគេចែកទឹកបន្តអញ្ចឹងទៅនៅបងប្អូនឥឡូវគឺមកដល់កន្លែងដែលគេចែកទឹកហ្នឹងបងប្អូននេះនៅភូមិផ្សេងបងប្អូនភូមិផ្សេងទៀតហើយក៏ខ្ញុំមកថតកន្លែងចែកទឹកឲ្យបងប្អូនបានមើលថាគេចែកទឹកហ្នឹងទៅតាមបន្លែហ្នឹងមិនអញ្ចឹងបងប្អូនអានេះដូចជាក្បាលម៉ាស៊ីនគេដូចកន្លែងក្បាលម៉ាស៊ីនបូមទឹកអីអញ្ចឹងណាបងប្អូនកន្លែងនេះគឺចែកទៅតាមបន្លែនេះបន្តហើយអាបន្លែហ្នឹងគឺបហូរទៅបន្តធ្លាក់ទៅដល់ស្រែខាងក្រោមអីទៀតអញ្ចឹងណាបងប្អូនចែកនិយាយចំចែកទៅបន្តគ្នារហូតអញ្ចឹងទៅអានេះដូចជាក្បាលម៉ាស៊ីនគេបងប្អូនហើយកន្លែងអញ្ចឹងគឺគេមានកាមេរ៉ាមានអីសុវត្ថិភាពគេចាំធ្លាប់មើលអីអញ្ចឹងបងប្អូននិយាយចំសឹងណាកាមេរ៉ាគ្រប់កន្លែងនៅស្រុកកូរ៉េនេះអញ្ចឹងគេកន្លែងក៏គេដាក់នៅហើយនេះគេនិយាយថាគេមានម៉ោងមានអីបហោអញ្ចឹងបងប្អូនហើយដល់ខែហ្នឹងគឺគេបហោសឹងណា24ម៉ោងហើយដល់ខែដែលគេធ្វើស្រែអញ្ចឹងគឺបន្លែទឹកហ្នឹងគឺគេបហោសឹងណា24ម៉ោងហើយតម្រាំដល់ខែគេច្រូតគេអីបានគេបាត់បងប្អូនខែដែលស្រូវចាញ់ស្រូវគឺគេបាត់ហើយបងប្អូនបើឡើយអាខែគេតែស្ទូងតែអីចឹងគឺគេបហោសឹង24ម៉ោងលើ24ម៉ោងតែមកថាទឹកគេគឺអត់ប្រាស់អត់ខ្វះប្រើទេបងប្អូនហ្នឹងហើយស្រុកគេនេះដល់ក៏ស្រុកយើងមកថាបានធ្វើដូចអញ្ចឹងនៅស្រុកគេអូដល់អេមិនទេធ្វើស្រែដល់ប្រហែលដងទេហ្នឹងហើយវីដេអូនេះគឺមានតែប៉ុណ្ណឹងបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូបាយបាយជំរាបលាជួបគ្នាវីដេអូក្រោយទៀត